Bà số đây cũng mai bóng phổ là ngàyនេះខ្ញុំមកបង្រៀនពីរបៀប set អង្សារបស់ទូ class C Cituria ដំបូងយើងចុច set ណាចុច set នេះចុចវាជាប់មក3 second 3នាទីឃើញយើងអក្សរ S ហើយ SE ចុចហើយចុច set មួយទៀតចុច set ទៀតយើងចង់កម្ដៅឃើញអង្សាយើងចង់កំណត់ណាយើងចង់ដាក់ប្រហែលអង្សាវាទាបបំផុតត្រឹម2អង្សាហើយខ្ពស់បំផុត10អង្សាអញ្ចឹងយើងចន្លោះប៉ុណ្ណឹងយើងចង់ដាក់ប្រហែលអង្សាយើងចុច straight ដល់ហ្នឹងមកខ្ញុំទីហោដាក់នេះដាក់ទាបបំផុតត្រឹម2អង្សាអញ្ចឹងយើងចុចឡើងចុះហើយកម្ដៅយើងកំណត់ហើយយើងចុច set មួយទៅតបមកហើយមកសន្ទុះក្រោយវាលោតឈប់លោតអក្សរហ្នឹងវាលោតមកអក្សរអង្សាជាក់ស្ដែងអញ្ចឹងវាទូយើងកំណត់ហើយបាទនេះរងចាំវាប្រហែលជា1នាទីវាលោតលេខមកអង្សាជាក់ស្ដែងអញ្ចឹងលេខវាធ្លាក់រហូតដល់2ហ្នឹងវាផ្ដាច់ហើយផ្ដាច់ពេលផ្ដាច់ទៅកុំព្យូទ័រលេងដើរហើយអញ្ចឹងកាលណាកម្ដៅវាឡើងវិញកុំព្យូទ័របានភ្ជាប់ឡើងវិញបាទអញ្ចឹងវិធីបង្រៀនរបៀបប្រើសេរីអង្សាអស់ហើយ